បញ្ញំប្រាប់ថាសុំមួយឆ្នាំងធំនេះគឺចំណាយលុយអស់ត្រឹមតែ 4,000 រៀលហើយញ៉ាំបានគ្នាច្រើនថែមទៀតផងបងប្អូនជឿអត់ស៊ុបពងមាន់លេជាមួយនឹងការ៉ុតបែបនេះគឺថាមានរសជាតិឆ្ងាញ់ហើយអ្វីដែលសំខាន់ហ្នឹងគឺជំនួយទៅដល់សុខភាពច្រើនថែមទៀតផងញ៉ាំហើយធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយស្រួលខ្លួនហើយមានកម្លាំងថែមទៀតគ្រឿងផ្សំហ្នឹងគឺមានពងមាន់ហ្នឹងគឺចំនួន4គ្រាប់ទិញអស់ 2,000 ការ៉ុត 500 ហើយនឹងដុំស៊ុបមាន់ហ្នឹងអស់ 1,000 រៀលសរុប 4,000 សម្រាប់ការ៉ុតគឺយកមកចិតក្បាលហើយចិតសម្បកឲ្យបានស្អាតបន្ទាប់មកយកទៅលាងទឹក 2-3 ទឹកហើយនឹងកាត់វាទៅជាកង់ៗរួចហាន់វាឲ្យទៅជាដុំតូចៗល្អិតៗប្រព័ន្ធខ្ញុំនឹងហាន់ការ៉ុតបានរួចរាល់ល្អហើយគឺខ្ញុំមកហាន់ស្លឹកខ្ទឹមម្ដងស្លឹកខ្ទឹមនេះគឺយើងយកតែស្លឹកមកហើយនឹងហាន់វាឲ្យទៅជារាងល្អិតៗវាធ្វើឲ្យស៊ុបរបស់យើងមានក្លិនឈ្ងុយខ្ទឹមសគឺប្រើចំនួន3កំពឹសយកមកដំហើយនឹងចិញ្ច្រាំវាឲ្យបានល្អិតសម្រាប់ពងមាន់ទាំង4គ្រាប់ហ្នឹងគឺគោះដាក់ចានបន្ទាប់មកទៀតគឺយើងកូរវឹកពងមាន់ហ្នឹងដើម្បីឲ្យវារាងបានសព្វចូលគ្នាបានល្អរៀបចំគ្រឿងក្រូចរួចរាល់ហើយឥឡូវមកដាក់ប្រេងឆាចូលទៅក្នុងខ្ទះហ្នឹងគឺចំនួន1ស្លាបព្រាបាយដាក់ខ្ទឹមសដែលបានចិញ្ច្រាំរួចយកមកកូររំលីងដើម្បីវារាងឡើងក្រហមព្រឿងហើយនឹងមានក្លិនឈ្ងុយល្អពេលបានពណ៌ស្អាតបែបហ្នឹងហើយគឺចាក់ការ៉ុតយកមកកូររំលីងយើងកូរការ៉ុតហ្នឹងគឺប្រហែលជា 2-3 នាទីដើម្បីឲ្យការ៉ុតហ្នឹងគឺវារាងបានទន់ល្អហើយនឹងមើលទៅរាងបានឆ្អិនរួចចាក់ទឹកធម្មតាហ្នឹងគឺចំនួន1លីត្រកន្លះយើងដាក់បរិមាណទឹកប៉ុណ្ណេះដើម្បីឲ្យវាស៊ីជាមួយនឹងពងមាន់ហើយនឹងគ្រឿងរបស់យើងរួចដាក់ដុំស៊ុបមាន់ហ្នឹងគឺទាំងពីរដុំដោយសារក្នុងមួយកញ្ចក់1000ហ្នឹងគឺមាន2ដុំទឹកត្រី2ស្លាបព្រាបាយទឹកប្រេងខ្យង1ស្លាបព្រាបាយស្ករសហ្នឹងគឺកន្លះស្លាបព្រាបាយហើយនឹងម្សៅស៊ុបហ្នឹង1លាបព្រាកាហ្វេរួចយើងកូរច្បល់គ្រឿងផ្សំទាំងអស់ហ្នឹងដើម្បីឲ្យវារលាយបានសព្វគ្នាបានល្អរួចយើងទុកទឹកគ្រឿងរបស់យើងហ្នឹងឲ្យវារាងបានពុះពេលឃើញទឹកពុះល្អបែបនេះគឺខ្ញុំបានយកកន្ត្រងមួយដើម្បីមកចាក់ពងមាន់ហើយនៅពេលដែលយើងចាក់គឺយើងអាចរៀងបរិយាវាចឹងហើយក្នុងកំឡុងពេលហ្នឹងយើងយកវែកមកកូរវឹកផងដែរដើម្បីឲ្យពងមាន់នៅពេលដែលវាចូលទៅក្នុងទឹកវាคล้ายជាសរសៃវាអត់កកដុំឯបើកាលណាយើងចាក់ឈូចូលទៅក្នុងហ្នឹងហ្មងវាធ្វើឲ្យពងមាន់យើងគឺកកដុំរាងធំអញ្ចឹងមើលទៅអត់តំណងដូចស៊ុបពងមាន់ទេចាអញ្ចឹងនេះគឺជាលទ្ធផលវាឃើញសរសៃបែបហ្នឹងស្អាតរួចទុកពងមាន់ចោលដើម្បីឲ្យវាពុះមួយរំពុះហើយកំឡុងពេលហ្នឹងផងដែរគឺខ្ញុំបានមកលេទឹកម្សៅឆាប្រើម្សៅឆាហ្នឹងគឺ2ស្លាបព្រាបាយរួចចាក់ទឹកចូលបន្តិចមកហើយយើងកូរច្បល់ម្សៅឆាធ្វើយ៉ាងណាឲ្យម្សៅឆាហ្នឹងគឺបានរលាយសព្វចូលទៅក្នុងទឹកបានល្អបែបហ្នឹងរួចរាល់នៅពេលដែលទឹកពុះគឺយកមកចាក់ចូលទៅក្នុងស៊ុបពងមាន់របស់យើងហើយនៅក្នុងពេលដែលយើងចាក់ហ្នឹងយើងចាក់បដាយើងអាចកូរវឹកទឹកបដាដើម្បីកុំឲ្យម្សៅឆាហ្នឹងវាកកដុំអញ្ចឹងនៅពេលដែលធ្វើដូចខ្ញុំអញ្ចឹងមកខ្ញុំធានាឲ្យថាស៊ុបពងមាន់របស់យើងគឺនឹងមានរសជាតិឆ្ងាញ់ហើយមើលទៅគឺរាងខាប់តិចបែបហ្នឹងគឺថាតំណងខ្លាំងមែនតែនបន្ទាប់ពីបានរួចរាល់ប្រព័ន្ធហ្នឹងហើយគឺយើងបន្ថែមម្រេច1លាបព្រាកាហ្វេហើយនឹងដាក់ស្លឹកខ្ទឹមចូលមករួចយើងអាចកូរច្បល់វាតែបន្តិចទៀតប្រព័ន្ធហ្នឹងគឺឃើញថារួចរាល់ហើយដាក់គ្រឿងតែប្រព័ន្ធហ្នឹងមែនប៉ុន្តែគឺស៊ុបរបស់យើងមើលទៅតំណងញ៉ាំហើយញ៉ាំទៅគឺជំនួយប្រូតេអ៊ីនហើយមានថាមពលថែមទៀតផងស៊ុបនេះពេលធ្វើហើយញ៉ាំក្តៅទៅមានរសជាតិឆ្ងាញ់ខ្ញុំធានាឲ្យថាញ៉ាំហើយដឹងតែជាប់ចិត្តហើយពេលខ្លះយើងគិតថាគ្រាន់តែចំណាយលុយទៅប្រព័ន្ធហ្នឹងឯងប៉ុន្តែអាចទទួលបាននូវលទ្ធផលដោយមិននឹកស្មានដល់ហើយបើកលេចមើលទៅមួយផ្លែតទៅគឺដូចស៊ុបក្តាមដែលគេលក់នៅតាមផ្លូវអញ្ចឹងមិនពេលណាយើងចង់ញ៉ាំស៊ុបក្តាមអីតែអត់មានពេលចេញទៅទិញអីហើយស៊ុបក្តាមរៀងថ្លៃផងគឺធ្វើតាមវិធីរបស់ខ្ញុំនេះទៅហើយបន្ទាប់មកគឺយើងអាចបិទភ្នែកសម័យថាវាជាស៊ុបក្តាមទៅនិយាយទៅរសជាតិគឺឆ្ងាញ់មួយយ៉ាងម្នាក់